ថ្មីនេះប្រតិភូមួយក្រុមចំនួន12នាក់នៃបណ្ដាញសុខដុមរមនាសហគមន៍អ្នកក្រីក្រកម្ពុជាដឹកនាំដោយអ្នកស្រីកាន់ម៉ូលីនអ្នកសម្របសម្រួលកម្មវិធីបានទៅចូលរួមក្នុងវេទិកាហូបឆ្អែតសម្រានលក់ស្រួលមានទុនគ្មានជំពាក់បំណុលរៀបចំដោយបណ្ដាញសុខដុមរមនាសហគមន៍អ្នកក្រីក្រស្រុកកាប់ជើងខេត្តសូរិនព្រះរាជាណាចក្រថៃបំណងសំខាន់នៃកម្មវិធីគឺផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងសហគមន៍អ្នកក្រីក្រក្នុងស្រុកកាប់ជើងនិងសហគមន៍អ្នកក្រីក្រនៃប្រទេសកម្ពុជាដោយផ្ដោតលើការចងក្រងសហគមន៍ការសន្សំប្រាក់ការធ្វើឥណទានបង្វិលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សមាជិកសហគមន៍ឲ្យមានការងារធ្វើនៅនឹងកន្លែងកាត់បន្ថយការធ្វើចំណាកស្រុកក្នុងឱកាសចូលរួមវេទិកានេះប្រតិភូកម្ពុជាក៏បាននាំយកនៅផលិតផលមួយចំនួនដែលផលិតដោយស្នាដៃសមាជិកសហគមន៍ទៅដាក់តាំងបង្ហាញនិងលើកជូនប្រជាពលរដ្ឋនៃសហគមន៍អ្នកក្រីក្រក្នុងប្រទេសថៃដូចជាក្រមាអំបោះក្រមាសូត្រសំពត់សូត្រហូលផាមួងជាដើមជាមួយនេះប្រតិភូសហគមន៍ប្រទេសកម្ពុជាបានទៅពិនិត្យមើលដំណើរការផលិតឥដ្ឋដីសង្កត់នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសហគមន៍មួយកន្លែងនៅក្នុងស្រុកកាប់ជើងនិងបានវាយតម្លៃថាសម្ភារៈប្រើប្រាស់នៅទីនេះចាត់ទុកថាពាក់កណ្ដាលស្វ័យប្រវត្តិនិងចំណេញពេលជាងឧបករណ៍ផលិតដីសង្កត់នៅក្នុងប្រទេសកម្ពុជានិងបានទៅទស្សនាកន្លែងផលិតជីកំប៉ុស្តធម្មជាតិសម្រាប់បម្រើឲ្យវិស័យកសិកម្មផងដែរជារួមប្រទេសកម្ពុជាបានបង្កើតសហគមន៍អ្នកក្រីក្រនិងភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាញអ្នកក្រីក្រក្នុងតំបន់អាស៊ីតាំងពីឆ្នាំ1998មកម្លេះនិងបានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកតាមបណ្ដាប្រទេសនីមួយៗនាំមកនៅការអភិវឌ្ឍសហគមន៍កាន់តែរីកចម្រើនដោយឡែកចាប់តាំងពីឆ្នាំ2009មកដល់បច្ចុប្បន្ននេះសហគមន៍អ្នកក្រីក្រក្នុងប្រទេសកម្ពុជាទទួលបានមូលនិធិជាទ្រង់ទ្រាយធំពីសម្ព័ន្ធភាពអាស៊ីដើម្បីសកម្មភាពសហគមន៍ហៅថាអាកាប្រមាណជាង$200អាមេរិកមកប្រើប្រាស់ជាឥណទានសាងសង់ផ្ទះមូលនិធិជំនួយកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងពង្រឹងសមត្ថភាពជាងសហគមន៍និងគម្រោងទស្សនកិច្ចដកស្រង់បទពិសោធន៍ពីសហគមន៍ក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ